បទពិសោធន៍នៃសង្គ្រាមដ៏ឆ្អែតឆ្អន់របស់កម្ពុជាបានបង្ហាញថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមនោះទេហើយមានតែការជ្រើសរើសមធ្យោបាយដោះស្រាយដែលផ្អែកលើច្បាប់ប្រកបដោយសន្តិវិធីមិត្តភាពនិងការយោគយល់គ្នាប៉ុណ្ណោះជាមួយគ្នានេះរាជរដ្ឋាភិបាលមិនដែលភ្លេចឡើយនៅយោធិនទាំង18នាក់ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយភាគីថៃរាជរដ្ឋាភិបាលកំពុងអនុវត្តគ្រប់មធ្យោបាយដើម្បីព្យាយាមជួយឲ្យពួកគាត់ធ្វើមាតុភូមិនិវត្តន៍និងជួបជុំគ្រួសារឲ្យបានឆាប់រហ័សជាទីបំផុតនិងប្រកបដោយសុវត្ថិភាពបងប្អូនជនរួមជាតិជាទីស្រឡាញ់ទូលព្រះបង្គំខ្ញុំបកណាខ្ញុំសូមសម្ដែងនៅការកោតសរសើរនិងថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះស្មារតីស្រឡាញ់ជាតិមាតុភូមិនិងសាមគ្គីជាតិខ្ពស់របស់បងប្អូនជនរួមជាតិគ្រប់រូបដែលបានរួមចំណែកទាំងកម្លាំងកាយចិត្តនិងការលះបង់សម្ភារៈថវិកានិងពេលវេលានៅក្នុងសកម្មភាពនៃការការពារជាតិមាតុភូមិនិងការដោះស្រាយជីវភាពរស់នៅរបស់បងប្អូនភាគសឹកនៅតាមព្រំដែននៅក្នុងកលៈទេសៈដែលសភាពការនៅព្រំដែនមានការវិវត្តប្រែប្រួលឆាប់រហ័សទូលព្រះបង្គំខ្ញុំបកណាខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តរួមកម្លាំងសាមគ្គីជាតិជាធ្លុងមួយដើម្បីពុះពៀបម្រើនឹងការពារជាតិមាតុភូមិប្រកបដោយភាពមោះមុតនិងភក្ដីភាពបំផុតនៅក្រោមម្លប់ដ៏សែនត្រជាក់របស់អង្គព្រះមហាក្សត្ររាជរដ្ឋាភិបាលបាននឹងកំពុងខិតខំស្វែងរកដំណោះស្រាយបញ្ហាតាមរយៈការប្រើប្រាស់មធ្យោបាយដោយសន្តិវិធីយន្តការការទូតនិងច្បាប់អន្តរជាតិបទពិសោធន៍នៃសង្គ្រាមដ៏ឆ្អែតឆ្អន់របស់កម្ពុជាបានបង្ហាញថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមនោះទេហើយមានតែការជ្រើសរើសមធ្យោបាយដោះស្រាយដែលផ្អែកលើច្បាប់ប្រកបដោយសន្តិវិធីមិត្តភាពនិងការយោគយល់គ្នាប៉ុណ្ណោះទើបសង្គ្រាមអាចបញ្ចប់បានព្រមទាំងបញ្ជៀសការបាត់បង់អាយុជីវិតការឈឺចាប់និងការរងទុក្ខសោករបស់បងប្អូនប្រជាពលរដ្ឋនិងអាចឲ្យបងប្អូនជនភៀសសឹកទាំងអស់ឆាប់ត្រឡប់ទៅគេហដ្ឋាននិងប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួនវិញ